បងប្អូនអរគ្នាបាទនេះជាផ្ទះដែលខ្ញុំលក់ឲ្យបងប្អូនយើងរាល់ថ្ងៃនេះបាទឥឡូវបងប្អូនសួរថាជីនបងពាន់ជីនត្រីជីនអីកើតអត់ឥឡូវខ្ញុំឲ្យបងប្អូនមើលគាត់ជីនបងពាន់ហ្នឹងបងប្អូនណាបាទខ្លាញ់ផ្ទះកណ្ដៅគឺគាត់ចម្រាញ់ដល់ជីនបងពាន់ហើយបាទហើយគាត់នេះគឺអ្នកធ្វើការទៅនេះដៃស្ដាំរបស់ខ្ញុំបាទឥឡូវគាត់សម្រាប់ជីនហើយគាត់មកទៅវាលូចឹងមកបងប្អូនណាកណ្ដៅតិចយើងដាក់ខ្លាញ់ចូលបាទជួបអីប្រាប់បងប្អូនយើងគេលោកទៅហៅជួបអីពិបាកជីពិបាកអីបាទឆាបាយទៅស្រួលឆាបាយឆាកាទៀវមីឆាបាយឆាយទៅស្រួលនេះបងប្អូនណាបាទចាក់បាញ់ឆៅក៏បានដែរបាទចាក់បាញ់ឆៅទៅល្អនេះបងប្អូនមើលឡើងលូបាទបងប្អូនណានេះបងប្អូនទៅគាត់រែងបងប្អូនមើលឃើញអត់ឃើញឡូល្អអត់មានជួបមកបីដល់តិចណាបងប្អូនណាបាយខ្ញុំមិនចេះថាទេបាទហើយនេះលេខ44បងប្អូនយើងលេខ42ជាស្ដាយលេខ42បាទបងប្អូនយើងត្រូវការកំងឲ្យលឿនមកអស់ស្តុបហើយបាទដល់សល់ដល់20ផ្ទះទៀតដាច់ស្តុបទៀតហើយឥឡូវចាប់ហើយខ្ញុំយកផ្ទះលក់ឲ្យបងប្អូនយើងអត់ទាន់ទេណាបាទបងប្អូនយើងលេខ share ចែកម្លែកផងគេលោកបងប្អូនយើងអ្នកត្រូវការផ្ទះត្រូវការគាត់កក់ទុកមកណាម្នាក់4 10 20គ្រឿងអីក៏បានដែរបាទនេះបងប្អូនមើលឥឡូវខ្ញុំមើលគាត់រែងគាត់ចូលឲ្យមើលថងដល់ទៅជួបអត់ឃើញអត់ល្អបងប្អូននេះជួបណាបានខ្ញុំចេះថាបងប្អូនយើងគឺចុកភៅលក់ចុកភៅគេមានជំនាញគេលក់ខ្លាំងហើយលក់ខ្លាំងទៅលក់អត់អត់ទេ100%ល្អមកគ្នាហើយបាទបានលក់យកទៅលុយបងប្អូនទេខ្ញុំលក់ទៅសតស៊ូទៅមុនអូឃើញអត់បងប្អូនឃើញល្អឃើញលក់ខ្វោបបលខ្ចីហ្នឹងបងប្អូនឃើញអត់អែមណាបាទអត់មានជួបសម្បីតែបន្តិចបាទបងប្អូនទិញទូរស័ព្ទពីជាងទូរស័ព្ទជាងតែមានជំនាញពីទូរស័ព្ទល្អហើយបាទបាទទិញផ្ទះពីចុងភៅដល់គេស្គាល់របស់បាទគេលក់យកមកប្រើគេយកមកប្រើយូរគេល្អបាទគេរៀនលក់បងប្អូនណាបាទមិនតែលក់យកឲ្យបងប្អូនទេបាទផ្ទះបាទបងប្អូនទេមើលដាក់ស្រាប់ហើយបាទល្អបាទជីបងប្អូនណាបាទអេកស្រេបងប្អូនណាបាទរឹកហើយបងប្អូនយើងតាមស្អាតនេះមើលគេបងប្អូនណាគេឡើងកំហុសផ្សេងៗបងប្អូនទេឃើញទេចាក់ចេញពីផ្ទះមកឃើញអត់ល្អអត់ទេបងប្អូនស៊ីណាបងប្អូននេះឃើញអត់ស្ដីបងប្អូនអរគ្នាបងប្អូនណាថ្ងៃនេះគឺខ្ញុំសាកផ្ទះនេះបង្ហាញផ្ទះដែលបងប្អូនយើងទិញទៅខ្ញុំលក់ទៅថ្ងៃបងប្អូនណាបាទកុំឲ្យថាអ្នកលក់បានទៅលក់ឲ្យគេអត់ប្រើអញ្ចឹងណាបាទនេះគឺផ្ទះលេខ42ខ្ញុំប្រើ42បងប្អូនធំតិចហើយបាទល្អបាទនេះខ្ញុំឆាវាសាច់គួរឲ្យបងប្អូនមើលបងប្អូនណាតំយើងមើលអស់គ្នាបាទខ្ញុំបង្ហាញបងប្អូនពីឆាទៅមិនក៏មកជក់ផ្ទះបាទហើយនៅក្នុងវីដេអូនេះដែរខ្ញុំក៏មានឆលែងឲ្យបងប្អូនយើងលេងដែរចំពោះអ្នកដែល share បានច្រើនជាងគេបាទអ្នកបាន share ច្រើនជាងគេនឹងមានបន្ទុកខ្ពស់ជាងគេហើយ follow page បាទនឹងទទួលបានខ្ទះបាទខ្ទះមួយបាទខ្ទះនេះគឺមានមុខកាត់លេខ34ដែលមានតម្លៃ$23បងប្អូនណាបាទដុតឲ្យមកស្អាតធានាមកល្អមានដៃ2មានត្រចៀកមួយនិងដងឈើមួយបាទនេះគឺសម្រាប់ឆលែងឲ្យបងប្អូនកម្រាស់ 1.6 ធានាថាល្អមកបងប្អូនណាបាទឥឡូវយើងចូលមកសាច់រៀងយើងវិញបងប្អូនណាបន្ទាប់ពីយើងដុតខ្លាញ់ក្តៅគឺយើងដាក់សាច់គោចូលបាទសាច់គោហ្នឹងគឺកុំឲ្យវាក្តៅខ្លាំងពេកជាមួយនឹងខ្លាញ់ហ្នឹងបែរជា 30% 40% ហ្នឹងគឺដើម្បីឲ្យវាឡើងសាច់គោល្អបងប្អូនបាទហើយបើសិនតែខ្លាញ់ពេកគឺសាច់គោអត់ឡើងទៅជាគ្រីមវិញបាទបងប្អូនមើលទៅបាទខ្ទះគឺវារលោងល្អអញ្ចឹងបាទខ្ញុំថាខ្ទះនេះគឺជាប្រភេទខ្ទះដែលខ្ញុំដុតឲ្យរលោងបងប្អូនយើងយកទៅគឺងាយស្រួលប្រើមែនទែនបាទងាយស្រួលប្រើមានតែឆាបាយឆាម្ហូបឆាពងមួនជីនពងមួនជីនត្រីជីនសាច់ជ្រូកឆាខ្ទាវឆាមីអីគឺចាក់បាញ់ឆៅអីក៏បានដែរបងប្អូនបាទដូចបងប្អូនមើលអញ្ចឹងបាទឥឡូវគឺយើងដាក់ខ្ទាវចូលបាទយើងសុំថែមខ្លាញ់មកបន្តិចទៀតបាទអូខេយើងជីនវាសិនបាទយើងរែងវាឲ្យវាក្តៅមួយជើងទៅចាំយើងកលួសមកមួយជើងទៀតណាបងប្អូនណាបាទពីព្រោះឲ្យប្រភេទខ្ទះនេះដែរគឺប្រភេទខ្ទះថ្មីអញ្ចឹងយើងឲ្យវាក្តៅតិចមកក៏អត់អីដែរបាទដល់ពេលវារឿងចាស់ចឹងហ្នឹងគឺវាស្រួលជាងនឹងឆាវាស្រួលឆាចឹងហ្នឹងណាបងប្អូនណាវារលោងចឹងហ្នឹងណាបាទបងប្អូនយើងបានអ្នកដែលត្រូវការបាទកុំភ្លេចឆាតមកទាំងអស់គ្នាបងប្អូនណាបាទបងប្អូនមើលសាច់ខ្ទះទៅរលោងល្អបាទអត់មានជាប់សំបីតែម្សៅទេកាទៀវបាទគឺយើងរែងបានល្អបាទហើយមុខម្ហូបនេះកាទៀវគឺជាប្រភេទម្ហូបហ្នឹងគឺបោះកតាំងបងប្អូនគឺម្ហូបចិនជីវចិនកតាំងគេឡើងពីដើមឡើយហូរមកតាមដូរចិនយើងបាទហ្នឹងហើយបើខ្មែរយើងពីមុនអត់ទាន់មានអាឆាកាទៀវនោះទេបាទឥឡូវហ្នឹងគឺមានហើយបានមានកាទៀវស៊ុបកាទៀវស្រូបកាទៀវឆាតិចតួចអញ្ចឹងណាបាទចំពោះអាកាទៀវធំអញ្ចឹងគឺស្អឺមានបងប្អូនយើងលក់ទេបាទឥឡូវបន្តមកទៀតគឺយើងដាក់ទឹកសុសដែលយើងធ្វើនឹងចូលបាទបងប្អូនកាទៀវសំខាន់បំផុតពេលយើងដាក់គ្រឿងហ្នឹងបើសិនជាដាក់គ្រឿងហ្នឹងវាស្អិតគឺស្អិតទេបងប្អូនណាបាទហើយបងប្អូនមិនបានយើងដាក់គ្រឿងនៅស្អិតមិនបានអត់ស្អិតបាទខ្ញុំប្រាប់បងប្អូន
ទី1បងប្អូនឆាខ្ទិវអត់ក្តៅបាទឆាខ្ទិវអត់ក្តៅបងប្អូនដាក់គ្រឿងទៅគឺគ្រឿងវាអត់ចូលជាមួយនឹងខ្ទិវទេគឺវានៅជាប់នឹងខ្ទិះហើយបាទទី2គឺយើងដុតខ្ទិះអត់ក្តៅបាទដុតខ្ទិះអត់ក្តៅដាក់ទៅគឺខ្ទិវស្អិតទៅនឹងដាក់គ្រឿងទៅរត់តែស្អិតទៀតបងប្អូនណាបាទអញ្ចឹងបាទខ្ញុំប្រាប់បងប្អូនថាខ្ទិវគឺធ្វើម៉េចបងត្បូងខ្លាំងអាខ្ទិះទី1គឺយើងធ្វើម៉េចឲ្យវាក្តៅអូខេបងប្អូនបាទវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេខ្ញុំសម្រាប់ចែករំលែកដល់បងប្អូនយើងបាទហើយក៏ដូចជាអតិថិជនទាំងអស់គ្នាទិញទៅតែខ្លាចឆាបាយឆាមីឆាខ្ទិវមិនកើតអញ្ចឹងណាធ្វើវីដេអូពាក់ព័ន្ធជាមួយនឹងហូបផ្សេងៗទៀតបាទជួបគ្នានៅវីដេអូក្រោយទៀតបាទខ្ញុំធ្វើវីដេអូក្រោយបាទអរគុណច្រើនជម្រាបបាយបាយ